របៀបភ្ជាប់កាមេរ៉ា Solar ប្រើ SIM ប្រើ app ICC អញ្ចឹងជាដំបូងឡើយបងប្អូនមើលខាងក្រោមកាមេរ៉ាមានកន្លែងដាក់ SIM និង memory បងប្អូនបើកស្ទះមក memory យើងដាក់រួចហើយនៅសល់តែ SIM ទេហើយ SIM គឺមុននឹងដាក់សូមបងប្អូនបញ្ចូលលុយនិងភ្ជាប់គម្រោងអ៊ីនធឺណិតបន្ទាប់មកបងប្អូនយកខ្សែ Solar បាទដោតខាងក្រោយកាមេរ៉ាមកបាទដោតរួចបងប្អូនកេះមកខាងពី on ណាបាទដើម្បីបើកឲ្យកាមេរ៉ាដំណើរការបាទពេលដែលយើងកាមេរ៉ាដំណើរការរួចហើយគឺបងប្អូនយកទូរស័ព្ទបងប្អូន download កម្មវិធី app ICC បន្តមកបងប្អូនអូសដល់កន្លែងហ្នឹងគឺអូសមកបាទចុចពាក្យជាន់ណៅមកខាងក្រោមមកបាទចុចទៀតចុច allo ដល់ខាងក្រោមហ្នឹងគឺបងប្អូនអាច connect Facebook ក៏បាន ID Apple ក៏បាន connect Gmail ក៏បាន connect មួយណាក៏បានដែរបងប្អូនណាបាទបន្តមកពេលដែលយើង connect រួចហើយបងប្អូនចុចពាក្យ got it ដល់កន្លែងសញ្ញាលេខបូកបងប្អូនចុចសញ្ញាលេខបូកមកចុចពាក្យ add device ចុចពាក្យ 4G camera បាទចុច tick បាទហើយ next មកហើយដល់កន្លែងនេះវាឲ្យយើង scan បាទអញ្ចឹងគឺយើង scan QR code នៅលើកាមេរ៉ាបាទបងប្អូនរងចាំបន្តិចបាទពេលដែល scan ហើយដល់កន្លែងនេះវាឲ្យយើងបំពេញទីតាំងកន្លែងកាមេរ៉ាយើងបងប្អូនសរសេរមកបាទកាមេរ៉ានៅកន្លែងណាបងប្អូនសេឈ្មោះដាក់កន្លែងហ្នឹងមកបាទអញ្ចឹងពេលដែលយើងសរសេររួចបងប្អូនចុចពាក្យ complete បាទបងប្អូនចុចពាក្យ save មកបន្តមកបងប្អូនចុច play មកគឺដំណើរការហើយបាទហើយអ្វីសំខាន់គឺកាមេរ៉ាច្បាស់ HD បាទ the best តែម្ដងបងប្អូនណា